មានសួរអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីខ្ញុំធ្លាប់ជាក្មេងជំនាន់ឆ្នាំ2000ហើយខ្ញុំបានឆ្លងកាត់នៅសម័យកាលមួយដែលយើងមានហ្គេមជាច្រើនសម្រាប់លេងកាលនោះយើងមានជំរើសនៅម៉ាស៊ីនហ្គេមជាច្រើនដែលមានតាំង PSP PS Vita មានតាំង Nintendo មានតាំង Game Boy អញ្ចឹងទៅកាលនោះគឺខ្ញុំបានលេងហ្គេមច្រើនដែរប៉ុន្តែបើសួរខ្ញុំធ្លាប់បានមានម៉ាស៊ីនហ្គេមឬមួយក៏មានហ្គេមនៅកម្មសិទ្ធិអត់គឺកាលនោះគឺខ្ញុំមិនដែលមានសូម្បីតែដៃហ្គេមខ្ញុំអត់ធ្លាប់មានពីមុនមកដែរហើយវាមិនមែនជារឿងកំសត់ទេដោយសារតែខ្ញុំមិនមែនជាអ្នកដែលគេហៅថាចូលចិត្តលេងហ្គេមប្រហែលទេតាំងពីមុនមករហូតមកដល់ឥឡូវក៏មិនសូវជាប៉ះហ្គេមច្រើនបានដែរគ្រាន់តែថាខ្ញុំលេងអត់គឺខ្ញុំលេងហើយរហូតមកដល់ពេលនេះថ្មីហ្នឹងគឺខ្ញុំមិនថ្មីទេរយៈពេលប្រហែលឆ្នាំចុងក្រោយនេះគឺខ្ញុំបានទិញ iPad ខ្ញុំមកប្រើប្រាស់នៅក្នុងគោលដៅមួយដែលខ្ញុំទិញ iPad ឬក៏ tablet មកប្រើប្រាស់ហ្នឹងគឺដើម្បីលេងហ្គេមដែរអត់ទៅផ្លាយទេមែនអត់ដោយសារតែមិនដែលលើពីណាគេតែទិញ tablet មកដើម្បីលេងហ្គេមក៏ប៉ុន្តែខ្ញុំទិញ iPad ឬមកក៏ទិញ tablet បើខ្ញុំធ្លាប់ប្រើមិនតែ iPad ទេខ្ញុំធ្លាប់ប្រើទាំង Samsung tablet ដែរគឺខ្ញុំទិញមកដើម្បីផ្ដោតទៅលើគោលដៅទី1គឺផ្ដោតទៅលើផលិតភាពឬមួយក៏ productivity ការលេងហ្គេមគឺជារឿងបន្តបន្ទាប់ដូច្នេះហើយបានខ្ញុំទិញ iPad ទាំងដែលខ្ញុំមានកុំព្យូទ័រហើយក៏ដោយហើយសម្រាប់ការលេងហ្គេមគឺយូរម្ដងរហូតតតែ iPad បានចាប់ផ្ដើម support controller ទើបខ្ញុំទិញ controller យកមកប្រើជាមួយនឹង iPad របស់ខ្ញុំហើយវានៅក្នុងដៃខ្ញុំនេះចឹង controller នេះគឺតម្លៃធូរថ្លៃទេមិនមែនជា controller ស៊ីនទេគ្រាន់តែវាមាន layout ជារបៀប controller របស់ Xbox ហ្នឹងហើយចឹង layout របស់វាគឺមាន X A Y ហ្នឹងហើយត្រង់ហ្នឹងហើយដែលខ្ញុំថាខ្ញុំស្ដាយក្រោយនៅពេលដែលខ្ញុំទិញ controller នេះយកមកប្រើចាំខ្ញុំយល់អ្នកនរគ្នាក៏ប៉ុន្តែ iPad គឺវាមិនមែនបង្កើតឡើងមកសម្រាប់តែការលេងហ្គេមមួយមុខទេឬមួយក៏សំដៅទៅលើការលេងហ្គេមទេដោយសារតែយើងមានជម្រើសច្រើនក្រៅពី iPad មានតាំងពី tablet Android មានរបស់ Lenovo មានរបស់ ROG ជួយផលិត tablet អត់តែខ្ញុំដឹងថាមាន tablet ជាច្រើនដែលបង្កើតមកសម្រាប់ការលេងហ្គេមហ្មងគឺម៉ាស៊ីនគឺដាច់សម្រាប់ការលេងហ្គេមអេក្រង់ក៏សមល្អទៀតហើយក្រៅពីហ្នឹងក៏យើងមានម៉ាស៊ីនហ្គេមមាន console មានតាំងពី Nintendo Switch មានតាំងពី Steam Deck យើងមាន ROG Ally វាមានវិធីជាច្រើនដែលយើងអាចប្រើប្រាស់ដើម្បីលេងហ្គេមបានតែឧបករណ៍ទាំងអស់ហ្នឹងគឺវាបង្កើតមកសម្រាប់លេងហ្គេមទោះជាមានឧបករណ៍ខ្លះដូចជា Steam Deck ដែលយើងអាចឡើង Linux ឬ Windows ចូលក្នុងនឹងបានក៏ដោយក៏យើងមានអេក្រង់តូចដែលវាមិនដូចជា tablet ដែលយើងមានអេក្រង់ធំយើងអាចប្រើប្រាស់បានការងារច្រើនដូចពីការលេងហ្គេមទេតែខ្ញុំមិនមានន័យថា tablet ល្អជាង console ទេណាសម្រាប់ការលេងហ្គេមអ្នកនរបើសិនជាប្រើទៅលើការលេងហ្គេមតែយក console ទៅអត់បញ្ហាទេហើយសូម្បីតែ tablet ដែលបង្កើតមកសម្រាប់ថាធ្វើសម្រាប់ gaming បណ្ដោយក៏វាអាចជំនួសកន្លែង console ទាំងអស់ហ្នឹងបានដែរក៏ប៉ុន្តែយើងទិញយើងមាន purpose យើងមានគោលបំណងរបស់យើងក្នុងការទិញទេប៉ុន្តែមករយៈចុងក្រោយនេះប្រហែលឆ្នាំចុងក្រោយនេះ Apple បានផ្ដោតទៅលើការលេងហ្គេមនៅលើ tablet ឬមកនៅលើឧបករណ៍របស់ខ្លួនច្រើនជាងមុនមិនមែនផ្ដោតផ្ដាច់បដ ாய் ទេបានន័យថាមិនមែនផ្ដោតទៅលើការលេងហ្គេមសុទ្ធទេក៏ប៉ុន្តែជាងមុនដូច្នេះហើយ Apple ចាប់ផ្ដើមចេញនៅមុខងារផ្សេងៗដូចជា Apple Arcade ឬមួយក៏បើកឲ្យ tablet support ឬមួយក៏ទូរស័ព្ទ support នៅ controller ដែលយើងលេង wireless បានយើងអាចប្រើ controller របស់ third party ក៏បានយើងប្រើ controller របស់ Xbox ក៏បានឬមួយក៏ PS4 ក៏បានពួក PS4 PS5 controller ហ្នឹងគឺអាចប្រើជាមួយនឹង iPad បានដែលវាធ្វើឲ្យការលេង game នៅលើ iPad គឺវាកាន់តែសម្បូរបែបជាងមុនរហូតមកដល់មានការបញ្ចេញនៅ software emulator ដែលយើងអាចទៅលេង game នៅលើ console បានន័យថា console ចាស់ៗដូចជាពួក PSP ពួក PS Vita ពួក Nintendo ពួក PS1 PS2 PS3 ក៏ដោយគឺយើងអាចលេងហ្គេមពួកហ្នឹងបាននៅលើ tablet ឬមួយក៏នៅលើ computer យើងតមកដោយប្រើប្រាស់ emulator ដែលនៅលើ iPad ខ្ញុំប្រើដែរគឺខ្ញុំប្រើ PPS SPP ដែលវាជាកម្មវិធីដែលយើងអាចលេងហ្គេមនៅលើ PSP បានវាហាក់ដូចជានាំខ្ញុំទៅកាន់អតីតកាលដែលខ្ញុំនឹករលឹកដូច្នេះចាប់ពីហ្នឹងមកគឺខ្ញុំអាចលេងហ្គេមបានច្រើននៅលើ iPad ខ្ញុំអាចលេងហ្គេមចាស់ៗដែលខ្ញុំធ្លាប់លេងកាលពីអតីតកាលដូចជា WWEខ្លាកាសហ៎ហ្គេម Street Fighter ហ្គេម Ben 10 GTA God of War Spider-Man Marvel Wolverine គឺខ្ញុំអាចលេងបានហ្គេមច្រើនមែនតើខ្ញុំពីក្មេងខ្ញុំអត់សូវមានឱកាសឬមួយក៏ខ្ញុំអត់អាចអូនវាបានអត់អាចចង់និយាយថាវាអត់អាចយកវាមកប្រើឬមួយក៏អត់ធ្លាប់មានម៉ាស៊ីនហ្គេមដូចជារបស់ខ្លួនណាហើយក្រៅពីនោះទៀតគឺ Apple បានបញ្ចូលនៅហ្គេមថ្មីៗជាច្រើនដែលវា support controller ហើយវា support នៅក្នុង iPad ផ្ទាល់តែម្ដងនោះគឺដូចហ្គេមដូចជា Resident Evil ឬមួយក៏ Assassin's Creed ហ្នឹងគឺវាមាននៅក្នុង iPad ហើយជាមួយនឹងគុណភាព
ល្អទៀតវាបានធ្វើឲ្យ screen time របស់ខ្ញុំនៅលើ iPad វាកាន់តែកើនឡើងដែលវាមិនមែនជាសញ្ញាល្អទេដោយសារតែ screen time ដែលកើនឡើងនេះគឺកើនឡើងដោយសារការលេងហ្គេមហើយខ្ញុំបានចំណាយពេលលេងហ្គេមកាន់តែច្រើនដែលអត់ដឹងខ្លួនទេនៅលើ iPad ហ្នឹងហើយជាមូលហេតុដែលខ្ញុំស្ដាយក្រោយនៅពេលដែលខ្ញុំបានទិញ controller ហើយព្រោះវាធ្វើឲ្យខ្ញុំកាន់តែងាយស្រួលនៅក្នុងការលេងហ្គេមធ្វើឲ្យខ្ញុំចាយពេលវេលាច្រើនមែនទែនក្នុងការលេងហ្គេមលើពីមុនតែវាមិនមែនជាចំណុចអាក្រក់ហ្មងទេវាជាចំណុចល្អដែលវាធ្វើឲ្យខ្ញុំអាចរស់នៅក្នុងអតីតកាលឡើងវិញយើងនឹកដល់ពេលវេលាដែលយើងលួចម៉ែទៅលេងហ្គេមលួចប៉ាទៅលេងហ្គេមយើងនឹកដល់ពេលវេលាដែលយើងដាក់ម៉ោងគ្នាដាក់វេនគ្នាលេងហ្គេមម៉ាស៊ីនហ្គេមមួយហ្នឹងគឺយើងចែកគ្នាលេងម្ចាស់ហ្គេមយើងអាចលេងបាន2ដងងាប់ទៅបានឲ្យអ្នកឈរចាំប្រងជួរហ្នឹងលេងមិនចឹងទេយើងនឹកឃើញដល់កាលដែលយើងចូលទៅលេងហ្គេម GTA នៅក្នុង computer កាត់ម៉ោងហើយយើងព្យាយាម copy shortcut game ចូលមកដោយគេថាយើង copy បាន game ហើយពេលយកមកដាក់នៅ computer ខ្លួនឯងប្រាណអត់បានអញ្ចឹងទាំងអស់ហ្នឹងហើយវាជា memory ដ៏ល្អមួយដែលខ្ញុំគិតថាក្មេងៗសម័យឥឡូវគឺមិនអាចឆ្លងកាត់ memory ហ្នឹងបានទេហើយនេះគឺជាចំណុចដែលយើងមានដែលជំនាន់ឆ្នាំក្មេងជំនាន់ឆ្នាំ90ជំនាន់ឆ្នាំ2000យើងមានលើសពីក្មេងៗសម័យឥឡូវដែលពួកយើងបានឆ្លងកាត់នៅក្នុងសម័យកាលដែលគេហៅថាបដិវត្តបច្ចេកវិទ្យាហើយខ្ញុំមិននិយាយទេមុននឹងយើងឈានមកដល់សម័យកាល AI ដែលយើងមាននៅពេលសប្តាហ៍ថ្ងៃនេះដូច្នេះវីដេអូនេះខ្ញុំមានច្រើនតែខ្ញុំចង់និយាយប្រព័ន្ធជាមួយនឹងបើសិនជាអ្នកនរគ្នាអត់ចង់ញៀននៅក្នុងការលេងហ្គេមច្រើនទេមិនតែនៅលើ iPad ទេនៅលើ tablet ក៏ដោយគឺជៀសវាងការទិញ controller នេះមកដោយសារតែខ្ញុំទិញហើយគឺខ្ញុំមានអារម្មណ៍ថាខ្ញុំវក់ហ្គេមខ្លាំងជាងមុនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះតាមដល់ដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ